ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី2ទំនើបទីឃាវុធជាមនុស្សដែលមានអារម្មណ៍មិនដែលដំដូងចូលចិត្តការស្ដាប់ចម្រៀងសៀងកាលវិស្សមកាលទីឃាវុធបានទៅលេងឪពុកម្ដាយនៅភូមិអូតាគីខេត្តបាត់ដំបងពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀតនាងនោះឈ្មោះចាមមនីអ្នកទាំងពីរសាសងគ្នាពីនេះពីនោះស្រាប់តែរថភ្លើងមកដល់ចំណតតែម្ដងទីឃាវុធនឹកស្ដាយមិនចង់ឃ្លាតឡើយបុរសចំណាស់ម្នាក់កំពុងឈររីរេឈ្មោះទេពកឡវិចិត្រករជាឪពុកនាងចាន់មនីដែលភៀសខ្លួនមកនៅស្រុកខ្មែរដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀមនាងចាន់មនីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធដែលបានជួយយកអាសានាងក្នុងពេលធ្វើដំណើរអ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួនចាប់តាំងពីពេលនោះមកទីឃាវុធពុំបានជួបមុខនាងចាន់មនីទៀតទេថ្ងៃមួយនៅពេលសម្រាកពីការសិក្សាទីឃាវុធក៏មើលកូនស្រាប់តែបានជួបពីអ្នកឪពុកនិងកូនម្ដងទៀតនាងចាន់មនីបានបបួលទីឃាវុធទៅលេងផ្ទះនាងចាប់ពីពេលនោះមកទីឃាវុធបានចូលផ្ទះនាងយ៉ាងញឹកញាប់ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រធ្វើឡើងក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចាន់មនីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែនគូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភ័ក្ត្រព្រះអង្គធំសូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដោយបំណងនិងទទួលបាននូវសេចក្តីសុខក្រោយពេលត្រឡប់មកពីដំណើរកម្សាន្តវិញទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរគេសប្បាយរីករាយជាពន់ពេកបាននាំដំណឹងល្អនេះទៅប្រាប់នាងចាន់មនីតែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញដោយសារនាងចាន់មនីនិងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្ដាយនាងមានជំងឺហើយលោកទេពកោសឡត្រូវរួចពីទោសផងតាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរសាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចសម្រាប់ផ្នែកកងទ័ពវិញទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការក្នុងនិងក្រៅប្រទេសមិនស្រួលហើយពេលដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបល្ល័ង្កនៅខេត្តពោធិ៍សាត់ទីឃាវុធបានទូលផ្ទះមីងផ្អាត់ពូហិតស្នាក់អាស្រ័យការធ្វើការងារនៅពោធិ៍សាត់គេបានជួបប្រទះតែអំពើពុករលួយពីលាអោអាសាម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគីដែលជាគីងសម្ងាត់នោះថានាងច័ន្ទមនីនិងឪពុកនាងធ្វើការជាចាបុរសចានារីមកយកការនៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បាជាខ្លាំងក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ពការប្រយុទ្ធគ្នាបានផ្ទុះឡើងធ្វើឲ្យទ័ពខាងយើងមានរពួននិងស្លាប់ជាច្រើនអ្នកក្នុងចំណោមអ្នករងរបួសទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេតែត្រូវបាននាងចាន់មនីបរិច្ចាគឈាមឲ្យនិងព្យាបាលជំងឺទើបទីឃាវុធបានជាសះស្បើយទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេថែមទាំងបានប្រើសម្ដីគំរោះគំរោយអសិលធម៌ឲ្យនាងថែមទៀតផងតែនាងមិនខឹងនឹងកំឡោះទេ
ព្រោះនាងមានហេតុផលច្បាស់លាស់ពេលត្រឡប់ពីសង្គ្រាមវិញទាខាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួកពេលនោះព្រំប្រត់ទោខេត្តខ្លះដូចជាបាត់ដំបងមូលភាគនៃពោធិ៍សាត់ខេត្តកំពង់ធំស្ថិតនៅក្រោមការកាន់កាប់របស់សៀមធ្វើឲ្យប្រជាជនមានការលំបាកចិញ្ចោលប្រកបរបរកសិកម្មកំឡោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអំភើនិងនាងជុលានន្ទជាជនជាតិសៀមដោយធ្វើការចិញ្ចោលទៅមកផ្ទះរបស់គេមិនដែលដាច់ជាជនជាតិសៀមដោយធ្វើការចិញ្ចោលទៅមកផ្ទះរបស់គេមិនដែលដាច់ថ្ងៃមួយនាយអំភើបាននាំឪពុកមីនិងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរទាខាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអំភើដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួនទាខាវុធមានការសោកស្ដាយណាស់ដោយសម្លាញ់វេគីបានផ្ដល់លំនឹងខុសពីរឿងនាងច័ន្ទនីនិងឪពុកទាខាវុធចង់ធ្វើការសន្ទោសនាងតែពុំមានឱកាសសោះពេលទៅដល់បារាយណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹកក៏ពុំតែបណ្ដែតអារម្មណ៍ស្រាប់តែនាងច័ន្ទនីហែលទឹកមករកទាខាវុធចង់សួររឿងរ៉ាវខ្លះៗទាខាវុធបាននិយាយសន្ទោសនាងតែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេព្រោះគេបានសច្ចាចំពោះព្រះភក្ត្របដិមានៅអង្គរថាបើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញទើបរាប់អានសៀមជាមិនបានសង្គ្រាមត្រូវបានបញ្ចប់សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញដោយមានលោកជូឡុងតំណាងរាជរដ្ឋាភិបាលនិងលោកអុកញ៉ាដឺឡុងឃ្លាជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញនៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ដែរលោកទេពកោសឡបានសូមសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានតែងពីមុនមកសេចក្តីស្នេហារបស់ទាខាវុធនិងនាងច័ន្ទនីបានចេញជាពន្លកគោភ្លឺញញចាចឡើងវិញនៅក្រោមដំបូលវិហារមួយដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត